ឆ្នាំ2026កម្ពុជាគ្រោងនឹងចាយដល់$1000 លានឯណោះផ្ដោតសំខាន់ខ្លាំងលើពង្រឹងសមត្ថភាពការពារទឹកដីគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ2026ដោយគ្រោងនឹងចំណាយទឹកប្រាក់រហូតដល់$1000 លានសហរដ្ឋអាមេរិកដោយផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យភាពបូរណភាពទឹកដីការអនុម័តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីក្រោមវត្តមានដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតកាលពីថ្ងៃទី24ខែតុលាឆ្នាំ2025សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ2026ត្រូវបានរៀបចំឡើងដោយផ្ដោតអាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិការទ្រទ្រង់កិច្ចសហប្រតិបត្តិរបស់ស្ថាប័នរដ្ឋនិងអនុវត្តគោលនយោបាយសំខាន់ៗទន្ទឹមនឹងនោះដែរថវិកាក៏នឹងត្រូវប្រើសម្រាប់ការកែតម្រង់នានាជាពិសេសគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអត្ថភាពដូចជាចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអភិវឌ្ឍរបស់កម្ពុជាក្នុងដំណាក់កាលថ្មីនេះ